វាជាអាវុធដ៏គួរឲ្យខ្លាចបំផុតដែលអ្នកមិនធ្លាប់ឃើញបណ្ដែតខ្លួនដោយគ្មានសម្លេងនៅក្រៅមហាសមុទ្រនាវាមួយទឹកពណ៌មីស៊ីលផ្លោមអូហៃអូខ្លះរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកមានសមត្ថភាពវាយប្រហារនុយក្លេអ៊ែរទៅលើប្រទេសណាមួយក៏បានដែរនៅក្នុងពិភពលោកនេះការវាយប្រហារអាចធ្វើឡើងពីចម្ងាយរាប់ពាន់គីឡូម៉ែត្រដោយប្រើពេលតិចជាងកន្លះម៉ោងនិងមិនចាំបាច់ចូលទៅដល់ដែនទឹករបស់សត្រូវណាមួយទេយោងតាមកាសែត The Guardian និងឯកសាររបស់កងទ័ពជើងទឹកអាមេរិកនាវាមួយទឹកអូហៃអូខ្លះមានតម្លៃប្រហែល$6,000 លានក្នុងមួយគ្រឿងដោយមិនទាន់រាប់បញ្ចូលអាវុធដែលបំពាក់នៅលើវាទេវាផ្ទុកមីស៊ីលផ្លោង Trident 2D5 ជាមីស៊ីលរយៈចម្ងាយឆ្ងាយបាញ់បានជាង7,800 គីឡូម៉ែត្រវាមានល្បឿនលឿនជាងសំឡេង24 ដងប្រសិនបើបាញ់ចេញពីមហាសមុទ្រអាត្លង់តិកមីស៊ីលនេះអាចកំទេចទីក្រុងមូស្គូទីក្រុងប៊ែកឡាំងនិងទីក្រុងតេរ៉ង់បើបាញ់ពីមហាសមុទ្រប៉ាស៊ីហ្វិកវិញវាអាចបំផ្លាញទីក្រុងប៉េកាំងទីក្រុងព្យុងយ៉ាងឬក៏គោលដៅនានានៅទូទាំងទ្វីបអាស៊ីគ្មានប្រទេសណាមួយដែលអូហៃអូខ្លះមិនអាចទៅដល់នោះទេលើសពីនេះយោងតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក FAS អូហៃអូខ្លះមានប្រវែង170 ម៉ែត្រជានាវាវាយប្រហារមានសម្លេងស្ងាត់បំផុតមានកូដថ្នាំបំបាំងកាយអាចឆ្លងកាត់ពីមហាសមុទ្រមួយទៅមួយដោយគ្មានសត្រូវឬក៏រ៉ាដាណាមួយអាចចាប់កន្លែងដែលយក្សសម្ងាត់នេះកំពុងលាក់ខ្លួនឡើយអាមេរិកមាននាវាមួយទឹកអូហៃអូខ្លះចំនួន14គ្រឿងដែលនីមួយៗបំពាក់មីស៊ីល Trident ចំនួន20គ្រាប់ហើយក្នុងមីស៊ីលនីមួយៗមានផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរជាច្រើនដែលមានបំពាក់ប្រព័ន្ធនាំផ្លូវទៅរកគោលដៅថាមពលបំផ្លិចបំផ្លាញដ៏សាហាវរបស់អូហៃអូបានធ្វើឲ្យវាក្លាយទៅជាឆ្អឹងខ្នងនៃសពាវុធដែនសមុទ្ររបស់អាមេរិកតាំងពីចុងទសវត្សរ៍ឆ្នាំ1970មកម្លេះអូហៃអូនឹងត្រូវបានជំនួសដោយនាវាមួយទឹក Columbia Class ថ្មីនៅក្នុងទសវត្សរ៍ឆ្នាំ2030នាពេលបច្ចុប្បន្ននេះនាវាមួយទឹកដែលអាចផ្ទឹមជាមួយនឹងអូហៃអូខ្លះបានគឺ Vanguard Class របស់ចក្រភពអង់គ្លេសតម្លៃជាង$7,000 លាននិង Boreal Class របស់រុស្ស៊ីតម្លៃជិត$900 លានខ្ញុំរស់សុធាពី News Today NTTV